ទេសនកិច្ចរបស់សាឡុតសនៅវៀតណាមខាងជើងក្នុងឆ្នាំ1965នោះប្រព្រឹត្តទៅចំនួន9ខែពីខែមិថុនាឆ្នាំ1965ដល់ខែកញ្ញាឆ្នាំ1966ទេសនកិច្ចនេះជាព្រឹត្តិការណ៍មួយសំខាន់នៅក្នុងជីវិតនយោបាយរបស់សាឡុតសទីមួយពីព្រោះសាឡុតសក្នុងនាមជាមេដឹកនាំកម្ពុជានៃចលនាកុម្មុយនីសខ្មែរបង្ហាញខ្លួនជាលើកទី1បង្អស់នៅចំពោះមុខថ្នាក់ដឹកនាំកុម្មុយនីសវៀតណាមទី2ពីព្រោះនេះគឺជាលើកទី1បង្អស់តាំងពីឆ្នាំ1954មកដែលសាឡុតសជួបមុខពួកខ្មែរវៀតមិញដូចជាកែវមនីមេភូឬក៏ស៊ិនងុកមិញផងក៏មិនដឹងព្រមទាំងយុនស៊ឿននិងរ៉ាត់សាមឿនអតីតនិស្សិតស្រុកបារាំង2នាក់ដែលសាឡុតសបានស្គាល់តាំងពីដើមទសវត្សរ៍1950មកម្លេះទី3ពីព្រោះគឺក្នុងឱកាសស្នាក់នៅវៀតណាមខាងជើងកាលសម័យនោះហើយដែលសាឡុតសផ្ដើមមានគំនិតចង់រំដោះចលនាកុម្មុយនីសខ្មែរចេញពីឥទ្ធិពលនៃបកកុម្មុយនីសវៀតណាមនិងផ្ដើមលែងទុកចិត្តពួកខ្មែរវៀតមិញត្រង់នេះ David Chandler ក្នុងសៀវភៅ Pol Pot Brother No. 1លើកឡើងជាអាថាកាលនោះនៅទីក្រុងហាណូយសាឡុតសជាមិនរួចពីចោទសួរខ្លួនឯងថាតើហេតុអ្វីបានជាខ្មែរច្រើនដល់ម្លឹងកំពុងរៀនសូត្រយុទ្ធសាស្ត្រយោធានិងយុទ្ធសាស្ត្រនយោបាយនៅវៀតណាមខាងជើងបែបនេះតើវៀតណាមខាងជើងកំពុងលួចដំពួកខ្មែរវៀតមិញទាំងនេះដើម្បីត្រៀមធ្វើអ្វីសូមជម្រាបថានៅដើមទសវត្សរ៍1960មានខ្មែរវៀតមិញរាប់ពាន់នាក់នៅវៀតណាមខាងជើងប៉ែនសវណ្ណដែលកាលនោះមានអាយុក្រោម30ឆ្នាំក៏ស្ថិតនៅក្នុងចំណោមពួកខ្មែរវៀតមិញទាំងនោះដែរតែក្នុងពេលដែលខ្លួនកំពុងស្នាក់នៅទីក្រុងហាណូយចំនួន9ខែសាឡុតសបានជជែកពិភាក្សាពីបញ្ហាអ្វីខ្លះជាមួយអគ្គលេខាធិការនៃបកកុម្មុយនីសវៀតណាមលេដួនជុំវិញរឿងនេះមានប្រភពឯកសារតែមួយគត់នោះគឺអ្វីដែលគេហៅថាសៀវភៅខ្មៅដែលប្រហែលជាសរសេរដោយសាឡុតសផ្ទាល់តែម្ដងនៅឆ្នាំ1978សៀវភៅខ្មៅនេះគឺជាឯកសារប្រមូលផ្ដុំនៅការចោទប្រកាន់ផ្សេងៗនៃរបបកម្ពុជាប្រជាធិបតេយ្យទៅលើវៀតណាមនៅពេលដែលរបបកុម្មុយនីសខ្មែរក្រហមនិងរបបកុម្មុយនីសវៀតណាមកំពុងមើលមុខគ្នាមិនចំនិងក្នុងពេលដែលប្រទេសជិតខាងទាំងពីរកំពុងត្រៀមខ្លួនធ្វើសង្គ្រាមយោងទៅតាមសៀវភៅខ្មៅនៃរបបខ្មែរក្រហមនេះពេលដែលគណៈប្រតិភូកុម្មុយនីសខ្មែរដឹកនាំដោយសាឡុតសជួបជាមួយថ្នាក់ដឹកនាំកុម្មុយនីសវៀតណាមនៅឆ្នាំ1965លេដួនមិនសប្បាយចិត្តទាល់តែសោះត្បិតកាលនោះបកកុម្មុយនីសកម្ពុជាមានបន្ទាត់នយោបាយរបស់ខ្លួនច្បាស់ហើយចលនាបដិវត្តកម្ពុជាកំពុងដើរលើមាគ៌ាឯករាជ្យរឹងមាំយោងទៅតាមសៀវភៅខ្មៅដដែលកាលនោះលេដួនថែមទាំងតម្រូវឲ្យពួកកុម្មុយនីសខ្មែរកុំទាន់ធ្វើបដិវត្តដោយប្រដាប់អាវុធនិងតម្រូវឲ្យពួកកុម្មុយនីសខ្មែររងចាំសិនចាំដល់ពេលដែលវៀតណាមខាងជើងច្បាំងឈ្នះវៀតណាមខាងត្បូងសិនអ្វីដែលសៀវភៅខ្មៅនៃរបបខ្មែរក្រហមបានចងក្រងឡើងនេះមានការប្រឌិតនិងមានការពិតការដែលថានៅឆ្នាំ1965លេដួនបង្ខំឲ្យពួកកុម្មុយនីសខ្មែរកុំទាន់ផ្ដើមការតស៊ូប្រដាប់អាវុធអាចជាការពិតថ្នាក់ដឹកនាំកុម្មុយនីសវៀតណាមកាលនោះច្បាស់ជាសង្កេតឃើញថារបបសង្គមរាស្ត្រនិយមរបស់សម្ដេចសៀនុដែលមានទំនាស់ខ្លាំងឡើងជាមួយអាមេរិកបាននឹងកំពុងបន្តបោះបង់ចោលនយោបាយអព្យាក្រឹតនិយមនៅក្នុងនេះទាំងវៀតណាមខាងជើងនិងទាំងចិនដែលកាលនោះជាអ្នកផ្ដល់អាវុធនិងជំនួយផ្សេងៗឲ្យពួកវៀតកុងប្រហែលជាកំពុងអូសទាញសម្ដេចសៀនុឲ្យរេមកខាងពិភពកុម្មុយនីសដើម្បីពួតដៃគ្នាកម្ចាត់អាមេរិកចេញពីឥណ្ឌូចិនម្ល៉េះហើយនៅពេលនោះប្រយោជន៍របស់វៀតណាមខាងជើងនិងប្រយោជន៍របស់ចិននឹងត្រូវខូចខាតបើសិនជាពួកកុម្មុយនីសខ្មែរផ្ដើមធ្វើការតស៊ូប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលរបស់សម្ដេចសៀនុដោយឡែកនៅឆ្នាំ1965ដដែលនោះខុសផ្ទុយពីការអះអាងនៅក្នុងសៀវភៅខ្មៅរបស់ពួកមេខ្មែរក្រហមបដិវត្តខ្មែរក្រហមមិនទាន់មានអ្វីទាំងអស់ដូចបានលើកឡើងហើយថាកាលនោះខ្មែរក្រហមមួយក្តាប់តូចយ៉ាងច្រើនជាង10នាក់ក្រោមកិច្ចការពីរបស់ពួកវៀតកុងរស់នៅក្នុងព្រៃឈឺផងនិងភ័យផងត្បិតត្រូវប៉ូលីសនៃរបបសង្គមរាស្ត្រនិយមតាមប្រមាញ់និយាយរួមកាលនោះពួកសាឡុតសអៀងសារីស៊ុនសែនត្រូវពឹងពាក់ជាចាំបាច់ពួកកុម្មុយនីសវៀតណាមដែលនៅតែជាមេកើយរបស់ពួកកុម្មុយនីសខ្មែរតទៅទៀតតរហូតដល់ដើមទសវត្សរ៍1970ឯណោះគឺនៅក្នុងនេះហើយបានជានៅពេលនោះថ្នាក់ដឹកនាំកុម្មុយនីសវៀតណាមបានអនុញ្ញាតឲ្យសាឡុតសនិងគណៈប្រតិភូបន្តដំណើរទៅកាន់ប្រទេសចិនដើម្បីជួបថ្នាក់ដឹកនាំកុម្មុយនីសចិនកាលនោះគឺនៅក្នុងឆ្នាំ1966
ខ្ញុំនឹងលើកឡើងពីទស្សនកិច្ចនេះរបស់សាឡុតសនៅស្រុកចិននៅសប្តាហ៍ក្រោយក្រោយពីស្នាក់នៅទីក្រុងហាណុយចំនួន9ខែសាឡុតសត្រូវបានថ្នាក់ដឹកនាំកុម្មុយនីសវៀតណាមអនុញ្ញាតឲ្យបន្តដំណើរទៅកាន់ទីក្រុងប៉េកាំងដើម្បីជួបថ្នាក់ដឹកនាំចិនពេងសិនចៅហ្វាយក្រុងប៉េកាំងជាអ្នកទទួលសាឡុតសដែលមិនបានជួបថ្នាក់ដឹកនាំកំពូលនៃប្រទេសចិនទេកាលសម័យនោះនៅឆ្នាំ1966សម្រាប់បកកុម្មុយនីសចិនសាឡុតសមិនទាន់សំខាន់ទេមិនសំខាន់ដូចទំនាក់ទំនងដ៏ស្និទ្ធស្នាលរវាងចិននិងសម្ដេចសៀនុទេហើយក៏មិនសំខាន់ដូចសម្ព័ន្ធភាពរវាងចិននិងវៀតណាមខាងជើងដែរក្នុងក្រសែភ្នែករបស់ចិនកាលជំនាន់នោះសាឡុតសគ្រាន់តែជាមេចលនាកុម្មុយនីសខ្មែរដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកកុម្មុយនីសវៀតណាមនិងដែលគ្មានឥទ្ធិពលអ្វីទៅតែសោះនៅស្រុកខ្មែរទន្ទឹមនេះចិនទទួលសាឡុតសយ៉ាងរាក់ទាក់ហើយច្បាស់ជាលាក់មិនអោយសម្ដេចសៀនុស្គាល់អត្តសញ្ញាណរបស់សាឡុតសនិងដឹងពីទស្សនកិច្ចនេះរបស់សាឡុតសនៅទីក្រុងប៉េកាំងទេដោយឡែកនៅឆ្នាំ1966ចិនដែលកំពុងមិនត្រូវគ្នាខ្លាំងជាមួយសូវៀតនៅបន្តមានទំនាក់ទំនងល្អនៅឡើយជាមួយវៀតណាមខាងជើងកុម្មុយនីសដែលមិនទាន់សើយគូតដាក់ចិនដើម្បីបែរទៅរកសូវៀតនៅឡើយទេម្ល៉េះហើយកាលនោះច្បាស់ណាស់ចិនពិតជាមិនលើកទឹកចិត្តឲ្យពួកកុម្មុយនីសខ្មែរធ្វើបដិវត្តប្រឆាំងនឹងរបបសង្គមរាស្ត្រនិយមទេនិងមិនលើកទឹកចិត្តឲ្យសាឡុតសជ្រើសរើសយកមាគ៌ាឯករាជ្យពីពួកកុម្មុយនីសវៀតណាមទេផ្ទុយទៅវិញចិនច្បាស់ជាបញ្ចុះបញ្ចូលឲ្យសាឡុតសជួយវៀតណាមខាងជើងធ្វើសង្គ្រាមបណ្ដេញអាមេរិកចេញពីឥណ្ឌូចិនយ៉ាងណាក៏ដោយសាឡុតសដែលគេមិនដឹងថាបានស្នាក់នៅស្រុកចិនរយៈពេលប៉ុន្មានថ្ងៃឡើយនោះលងចិត្តស្លុងតែម្ដងនឹងទស្សនវិជ្ជាបដិវត្តចិនដែលខ្លួនបានឃើញកាលសម័យនោះបដិវត្តចិនបានទទួលជោគជ័យរួចស្រេចបាត់ទៅហើយក្នុងការបណ្ដេញបរទេសឈ្លានពានចេញពីប្រទេសបដិវត្តចិនកាលនោះកំពុងកសាងប្រទេសមិនដូចបដិវត្តវៀតណាមដែលបាននឹងកំពុងបន្តសង្គ្រាមរ៉ាំរ៉ៃប្រឆាំងអាមេរិកនិងដើម្បីបង្រួបបង្រួមវៀតណាមខាងជើងនិងវៀតណាមខាងត្បូងឲ្យទៅជាប្រទេសតែមួយវិញម្ល៉េះហើយនៅក្នុងស្មារតីរបស់សាឡុតសគឺបដិវត្តចិនទេតើហើយមិនមែនបដិវត្តវៀតណាមទេដែលត្រូវតែជាគំរូសម្រាប់កម្ពុជាមិនតែប៉ុណ្ណោះហើយនេះជាភាពចៃដន្យនៃប្រវត្តិសាស្ត្រសាឡុតសទៅដល់ស្រុកចិនជួនចំការផ្ដើមឡើងនៃអ្វីដែលគេហៅថាបដិវត្តវប្បធម៌របស់ម៉ៅសេទុងគឺជាចលនាយុទ្ធជននិងយុទ្ធនារីបដិវត្តពូលគឺពួកឆ្មាំក្រហមដែលម៉ៅសេទុងប្រើប្រាស់ជាកម្លាំងមហាជនដើម្បីចាប់ខ្លួនពួកសត្រូវបដិវត្តពួកគូប្រជែងនយោបាយនានារបស់ម៉ៅសេទុងផ្ទាល់តែម្ដងនិងពួកបញ្ញវន្តប្រតិកិរិយាយកទៅកសាងឬយកទៅសម្លាប់ចោលនៅតាមស្រុកស្រែចម្ការគឺជាចលនាបដិវត្តជាអចិន្ត្រៃយ៍ដើម្បីពង្រឹងអំណាចរបស់ម៉ៅសេទុងដើម្បីបំផុសបំផុលនិងលើកដំកើងគោលគំនិតរបស់ម៉ៅសេទុងដែលគេបានចងក្រងទុកនៅក្នុងសៀវភៅក្រហមរាប់សិបលានក្បាលចែកចាយដល់ពួកយុវវ័យចិនបដិវត្តវប្បធម៌ចិនដែលផ្ដើមឡើងនៅឆ្នាំ1966និងដែលបិទបញ្ចប់ទៅវិញនៅឆ្នាំ1976គឺជាមហន្តរាយមួយមហាសែនធំសម្រាប់ប្រជាជាតិចិននៅឆ្នាំ1975 10ឆ្នាំក្រោយមកនៅពេលដែលពួកខ្មែរក្រហមឡើងកាន់កាប់អំណាចនៅស្រុកខ្មែរសាឡុតសហៅប៉ុល ពតអនុវត្តទិសដៅនយោបាយមួយចំនួនដែលយកតាមគំរូបដិវត្តវប្បធម៌ចិនតែដែលមានលក្ខណៈសាហាវជាងបដិវត្តវប្បធម៌ចិនទៅទៀតចិនប្រជាមានិតបានជំលះយកទៅកសាងនៅតាមជនបទត្រឹមតែអ្នកដែលត្រូវបានចោទថាជាសត្រូវរបស់បដិវត្តរាជកម្ពុជាប្រជាធិបតេយ្យបានជំលះប្រជាជនទាំងអស់តែម្ដងចេញពីទីក្រុងយកទៅកសាងលុតដំនិងសម្រាប់ចោលនៅតាមស្រុកស្រែដូចគ្នាចឹងដែរសូម្បីតែកម្មវិធីនយោបាយសេដ្ឋកិច្ចនៃរបបខ្មែរក្រហមពីឆ្នាំ1975ដល់ឆ្នាំ1979នោះគឺនយោបាយមហាលូតផ្លោះនៃអង្គការបដិវត្តកម្ពុជាក៏មានឈ្មោះដូចគ្នាទៅនឹងកម្មវិធីនយោបាយសេដ្ឋកិច្ចរបស់ចិនដែលម៉ៅសេទុងបានបញ្ជាឲ្យអនុវត្តពីឆ្នាំ1958ដល់ឆ្នាំ1960ដែរនៅស្រុកចិន
ក្នុងឆ្នាំ1966សឡុតសក៏ច្បាស់ជាចាប់ចិត្តខ្លាំងដែរទៅលើទ្រឹស្ដីបដិវត្តថ្មីដែលកាលសម័យនោះកំពុងក្របដណ្ដប់ខ្លាំងទៅលើសង្គមចិនទាំងមូលគឺជាទ្រឹស្ដីម៉ៅនិយមរបស់លីនភៀវដែលជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិរបស់ម៉ៅសេតុងលីនភៀវអះអាងជាអាថាបដិវត្តកុម្មុយនីសនៅក្នុងប្រទេសនីមួយៗត្រូវតែជ្រើសរើសយកមាគ៌ាផ្ទាល់របស់ខ្លួនតែម្ដងដឹកនាំដោយបកកុម្មុយនីសនៃប្រទេសនោះតែម្ដងដោយមិនចាំបាច់ស្ថិតនៅក្រោមការដឹកដៃបង្ហាញផ្លូវពីសំណាក់បកកុម្មុយនីសនៃប្រទេសដទៃទេលីនភៀវលើកពីទ្រឹស្ដីនៃបដិវត្តឯករាជ្យរឹងមាំនេះឡើងពីព្រោះកាលនោះចិនកុម្មុយនីសលែងត្រូវគ្នានឹងសូវៀតកុម្មុយនីសដែលជារៀមច្បងចិននិងសូវៀតមើលមុខគ្នាលែងចំคล้ายជាគូប្រជែងប្រឈមមុខដាក់គ្នាក្នុងនាមជាសត្រូវរហូតដល់ចប់សង្គ្រាមត្រជាក់នៅឆ្នាំ1991សឡុតសដែលកាលនោះមានគោលបំណងចង់រំដោះបកកុម្មុយនីសខ្មែរចេញពីការគ្រប់គ្រងរបស់បកកុម្មុយនីសវៀតណាមពិតជារំជួលចិត្តខ្លាំងនៅពេលដែលបានយល់ដឹងពីគំនិតនៃបដិវត្តឯករាជ្យម្ចាស់ការរៀងៗខ្លួននេះរបស់លីនភៀវផ្ទុយទៅវិញកាលសម័យនោះគោលគំនិតនេះរបស់លីនភៀវនឹងការបែកបាក់គ្នារវាងសូវៀតនិងចិនច្បាស់ជាធ្វើឲ្យថ្នាក់ដឹកនាំវៀតណាមខាងជើងបារម្ភនៅម្ខាងវៀតណាមខាងជើងត្រូវការជំនួយរបស់សូវៀតនិងរបស់ចិនដើម្បីបន្តសង្គ្រាមបណ្ដេញអាមេរិកចេញពីឥណ្ឌូចិនក្នុងន័យនេះតទៅអនាគតពួកកុម្មុយនីសវៀតណាមត្រូវជ្រើសរើសយកសូវៀតឬចិននៅម្ខាងទៀតវៀតណាមខាងជើងអាចផ្ដើមសង្ស័យថាមិនយូរមិនឆាប់ពួកកុម្មុយនីសខ្មែរក្រោមការដឹកនាំរបស់សឡុតសប្រហែលជាអាចសើយគូតដាក់ខ្លួនដើម្បីបែរទៅពឹងពាក់ចិនយ៉ាងណាក៏ដោយទស្សនកិច្ចដ៏យូរខែនេះពីខែមិថុនាឆ្នាំ1965ដល់ខែកញ្ញាឆ្នាំ1966របស់សឡុតសនៅវៀតណាមនិងបន្តមកទៀតនៅចិនធ្វើឲ្យសឡុតសនិងសមាមិត្តកុម្មុយនីសដទៃដែលអមដំណើរសឡុតសភ្លឺភ្នែកមិនតិចទេពួកគេត្រឡប់មកកាន់ការិយាល័យ100ទីកន្លែងសម្ងាត់របស់ពួកគេវិញនៅខែកញ្ញាឆ្នាំ1966ដោយពំនាំយកមកជាមួយនៅគំនិតមេច្ឆតានិងបំណងថ្មីគ្រាន់តែមកដល់ការិយាល័យ100វិញភ្លាមសឡុតសសម្រេចដូរឈ្មោះរបស់បកដូរពីបកពលករកម្ពុជាមកជាបកកុម្មុយនីសកម្ពុជានេះជាប្រធានរឿងដែលខ្ញុំនឹងលើកមកបកស្រាយនៅសប្តាហ៍ក្រោយ